ថ្លៃសម្រាប់ទស្សនាការចាក់ផ្សាយពិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី32ដើម្បីរំលឹកខួបដ៏អស្ចារ្យរយៈពេល3ឆ្នាំដែលកម្ពុជាទទួលរៀបចំព្រឹត្តិការណ៍កីឡាធំជាប្រវត្តិសាស្ត្រលើកដំបូងដែលគណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជាបានរៀបចំផ្សាយកម្មវិធីបើកស៊ីហ្គេមឆ្នាំ2023នៅពហុកីឡដ្ឋានជាតិមរតកតេជោក្នុងរោងភាពយន្តខ្នាតធំត្រជាក់ភ្នែកដល់ភាពរំភើបដោយបានទស្សនាផ្ទាល់កាលពីថ្ងៃទី5ខែឧសភាឆ្នាំ2023ដូច្នោះដែរការចែកជូនសម្បត្តិចូលទស្សនាដ៏ឥតគិតថ្លៃនាថ្ងៃខួបពិធីបើក3ឆ្នាំគឺនៅថ្ងៃទី5ខែឧសភាឆ្នាំ2026តាមលក្ខន្តិកៈនិងកម្មវិធីដូចខាងក្រោមសម្បត្តិឥតគិតថ្លៃចំនួន500សម្បត្តិនៅរោងភាពយន្តសបាយស៊ីនេម៉ាផ្សារទំនើប Eon Mall ថ្ងៃទី5ខែឧសភាឆ្នាំ2026វេលាម៉ោង 6:30 នាទីដែលចាក់បញ្ចាំងចំពោះសម្បត្តិឥតគិតថ្លៃមួយទៀតគឺចំនួន250សម្បត្តិនៅរោងភាពយន្ត Legend Cinema ផ្សារទំនើប Olympia នៅថ្ងៃទី5ខែឧសភាឆ្នាំ2026ដូចគ្នាដែលចាក់បញ្ចាំងនៅវេលាម៉ោង 2:30 នាទីរសៀលដូច្នេះសម្បត្តិបងប្អូនអាចអញ្ជើញទៅទទួលយកសម្បត្តិដែលគេចែកជូនហ្វ្រីដែលឥតគិតថ្លៃដែលមានចំនួនកំណត់សូមកីឡាករកីឡាការិនីគ្រូបង្វឹកជម្រើសជាតិនិងបងប្អូនពូមីងមកទទួលយកសម្បត្តិឥតគិតថ្លៃចាប់ពីថ្ងៃទី23ខែមេសាឆ្នាំ2026នេះនៅទីស្នាក់ការគណៈកម្មការជាតិអូឡ িম্প ិកនៅរង្វង់មូលវត្តសំពៅមាសដូច្នេះបងប្អូនកុំភ្លេចណាអញ្ជើញមកមុនគឺបានមុនចំនួនមានកំណត់សូមសម្ដែងនៅអភិវឌ្ឍនកិច្ចចំពោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាខ្ញុំចាត់ទុកថានេះគឺជាចំណែកមួយនៃស្មារតីសាមគ្គីភាពការជួបជុំវត្តមាននិងជំរុញការធ្វើសមាហរណកម្មនៅក្នុងក្រមខណ្ឌអាស៊ានជំរាបសួរបងប្អូនទាំងអស់គ្នាឥឡូវនេះគឺយើងបានមកដល់ក្រោមភូកីឡដ្ឋានជាតិមរតកតេជោដើម្បីកំសាន្តរីករាយជាមួយនឹងអត្តពលិករបស់យើងដែលរីករាយនៅក្នុងព្រឹត្តិការណ៍បិទស៊ីហ្គេមលើកទី32នេះហើយពេលនេះគឺជាពេលវេលាដែលល្អមួយដែលយើងបានជួបជុំអត្តពលិកទាំងអស់រួមទាំងអត្តពលិកជាតិនិងអត្តពលិកមកពីបណ្ដាប្រទេសអាស៊ានរួមគ្នានៅក្នុងព្រឹត្តិការណ៍នេះតែមួយបងប្អូនឃើញស្រាប់ហើយថានៅជុំវិញយើងនេះគឺមានព្រឹត្តិការណ៍ការជួបជុំការអបអរសាទរនិងរួមលេងកំសាន្តសប្បាយទាំងអស់គ្នាបន្ទាប់ពីយើងបិទភ្លើងគប់នៅក្នុងស៊ីហ្គេមលើកទី32នេះសូមរីករាយទាំងអស់គ្នាដោយមេត្រីភាពការចូលរួមអំណររីករាយដល់មោទនភាពសម្រាប់ជាតិខ្មែរគឺមានសម្រាប់បងប្អូនយើងគ្រប់រូបក្នុងនាមយើងជាពលរដ្ឋខ្មែរមួយរូបមានមោទនភាពដែលមានប្រជាជាតិដ៏ស្មោះត្រង់ដ៏អស្ចារ្យដែលអាចបង្កើតព្រឹត្តិការណ៍ស៊ីហ្គេមលើកទី32បានដោយជោគជ័យដោយរលូនដោយមិនមានឧបសគ្គអ្វីសូម្បីតែបន្តិចជាការរីករាយរបស់ប្រជាពលរដ្ឋគ្រប់រូបគឺមានអំណរសាទរចំពោះអត្តពលិកខ្មែរយើងទាំងអស់ដែលទទួលបានមេដាយឬក៏អ្នកដែលមិនទទួលបានមេដាយក៏យើងអំណរអបអរសាទរប៉ះស្មាក់ចំពោះភាពអង្អាចស្វាហាដោយប៊ូសំណាងដែលគាត់បានពុះពៀនិងប្រឹងប្រែងអស់ពីសមត្ថភាពអស់ពីកម្លាំងកាយចិត្តប្រឹងប្រែងរហូតដល់គោលដៅដែលខ្លួនបានពងគឺជាមោទនភាពដែលខ្មែរធ្វើបានគ្រប់រូបក្នុងនាមជាកូនខ្មែរដូចគ្នានេះគឺជាការជួបជុំគ្នាដោយមានអត្ថន័យពោពេញទៅដោយមោទនភាពជាតិខ្មែរហើយបង្កើតស្នាមញញឹមដោយការសាមគ្គីភាពគ្នាបង្កើតអនុស្សាវរីយ៍ល្អរូបថតផ្ដិតជាប់នៅស្នាមញញឹមពោពេញទៅដោយភាពរីករាយ
ក្នុងព្រឹត្តិការណ៍បិទស៊ីហ្គេមអាស៊ីអាគ្នេយ៍លើកទី32នៅពហុកឡោដ្ឋានជាតិមរតកដែកជោនៅថ្ងៃទី17ខែឧសភាឆ្នាំ2023